ba miền xuôi mai ông pôn nè mai ông pôn thọp chai lôi lôi khmai dướng á chai lôi khmai khơi nhờ hụt spin ởក្នុងហ្នឹងបងnè nè chai lôi khmai á nèឃើញរូបស្ពានណាបងប្អូនហើយនេះរូបស្ពានហ្នឹងគឺនេះរូបស្ពាននេះបងប្អូននៅកំពង់ក្ដីយើងហ្នឹងគឺជាស្ពានចាស់បុរាណបងប្អូនហើយមានស្ពានហ្នឹងបងប្អូនភ្ញៀវទេសចរពេលដែលគាត់ឆ្លងកាត់ស្ពានហ្នឹងទៅខេត្តសៀមរាបអីចឹងគាត់តែងតែចង់មកមើលស្ពានហ្នឹងគឺលំបីណាបងប្អូននៅកំពង់ក្ដីហើយកំពង់ក្ដីហ្នឹងគឺស្រុកកំណើតខ្ញុំបាទហើយបាទតាំងពីតូចបងប្អូននេះពីមុនបងប្អូនទឹកច្រើនណាបាទបងប្អូនទឹកច្រើនណាឥឡូវរៀងហើយចាប់ខែហ្នឹងគឺខែប្រាំងអញ្ចឹងអត់សូវមានទឹកទេបងប្អូនរៀងហើយនេះបងប្អូននេះស្ពានចំណាស់អូបងប្អូនស្អាតណាស់ចាបាទនេះម៉ែបងប្អូននេះខ្ញុំបានចុះមកដល់ខាងក្រោមណាបងប្អូនខាងក្រោមកន្លែងក្រោមស្ពានណាស្ពានកំពង់ក្ដីបងប្អូននេះពីមុនទឹកខែវស្សាបងប្អូនទឹកនោះកពុះស្ពានណាបងប្អូនតែដល់ពេលខែប្រាំងចេះគឺចាប់ដើមរីងបងប្អូនអញ្ចឹងយើងអាចចុះមកលេងបានបងប្អូនអើយនេះមកដល់ឃើញថ្មតាំងពីជំនាន់នេះគេហៅថ្មបាយក្តាំងបងប្អូនជំនាន់បុរាណហើយថ្មនេះតែស្អាតណាស់បងប្អូនភ្ញៀវទេសចរឲ្យតែគាត់ឆ្លងកាត់គឺទៅសៀមរាបទៅអីបងប្អូនគឺគាត់ចូលមកលេងហើយស្អាតណាស់បាទហើយខ្ញុំដោយសារតែយើងរវល់ការងារក៏ដូចជាពីមុនយើងធ្វើការហាងបងប្អូនអើយអត់សូវបានមកលេងផ្ទះទេឥឡូវបានដូរនេះចឹងទៅយើងបានមកលេងបងប្អូនឥឡូវបានមកលេងហើយអ៊ីងវាយហ៎ក៏ហុញគឿនតិចនេះដល់អ៊ីងមកលេងនៅក្រោមបាតស្ពានកំពង់ក្ដីបងប្អូននេះក្រោមបាតស្ពានកំពង់ក្ដីពេលខែអត់សូវមានទឹកនេះខែប្រាំងខែអីរីងយើងស្រួលលេងបងប្អូនចង់បោះតង់បោះអីបាននេះមកនេះជាក់អូដើមឈើជាក់ស្រួលនេះថ្មបាយក្តាំងថ្មបុរាណចំណាស់នេះហើយភ្ញៀវទេសចរគាត់មកមើលនេះភ្ញៀវទេសចរគាត់មកឲ្យតែជីកាត់តាមនឹងទៅសៀមរាបអញ្ចឹងគាត់ឈប់ថតរូបឈប់បាយឈប់ទឹកឈប់គួយលេងអីនៅតាមដងស្ពានបងប្អូនស្អាតណាហើយស្ពានហ្នឹងត្រូវជាសុកកណ្ដាលខ្ញុំបាទតាំងពីតូចហើយ